រៀបសួរបងអតិថិជនរបស់សិប្បកម្មផ្លឹមច័ន្ទថ្ងៃនេះបងសូមបង្ហាញពីក្រែម៉ាស្សាមុខឬក៏ក្រែតរូបភ្នែកចាបងសម្រាប់ក្រែនេះពីដំបូងគឺភ្ញៀវគាត់កំងពីខាងបងអូនសាកមួយសិនចាគាត់តេស្តទៅលើគុណភាពទាំងអេប៉ុងទាំងនិយាយទៅមកតួបោះសាឡុងហ្នឹងគឺតេស្តមើលថាគុណភាពល្អឬក៏អត់ចាតបមកក៏គាត់កំងពីខាងបងអូនចំនួន6ទៀតប៉ុន្តែបងអូនសូមបង្ហាញតែ3នេះទេបងមើលតម្រងរបស់ក្រែនេះទាំងការ design ទាំងជើងទាំងការរចនាម៉ូដគឺប្រៀបដូចជាអវ៉ាន់នំចូលអញ្ចឹងប៉ុន្តែនេះគឺដូចថាចេញពីទឹកដៃរបស់ជាងសិប្បកម្មផ្លឹមច័ន្ទពិតៗដល់បងគឺជាប្រភេទអវ៉ាន់ធ្វើផ្ទាល់នៅក្នុងស្រុកតែម្ដងទាំងការ design គឺខាងសិប្បកម្មផ្លឹមច័ន្ទអាចធ្វើបានចាបងអាចមើលម៉ូដបានចំពោះម៉ូដរបស់ក្រែវិញបើសិនជាបងអត់ចង់បានចាប់ម៉ូដបែបនេះចង់បានសាច់លាតក៏បានចាចង់បានបែបម៉ូដបែបនេះក៏បានគឺខាងបងអូនធ្វើបានទាំងអស់និយាយទៅគឺខាងបងអូនធ្វើផ្ដោតទៅលើគុណភាពទាំងអេប៉ុងទាំងប្រភេទស្បែកខាងក្រៅចាហើយបងអាចមើលអេប៉ុងនេះគឺអេប៉ុងតុនស្រួលគេងស្រួលអង្គុយតែម្ដងណាបងចាផ្នែកខាងក្បាលនេះគឺអាចសេរីកាច់បាន3តង់នេះគឺតង់រៀបស្មើបងតង់ទី2តង់ទី3កាត់វិញមកចំពោះខ្នើយវិញបងបើចាំបារម្ភថាគេងទៅធ្លាក់ដូចថាក្បាលធ្លាក់ជាហៀងទៅខាងឆ្វេងខាងស្ដាំណាគឺអត់ទេបងខ្នើយនេះគឺតុនស្រួលគេងតែម្ដងចាវាអត់ធ្វើឲ្យឈឺក្បាលអីទេបងចាគឺខាងបងអូនធ្វើផ្ដោតទៅលើគុណភាពចាទាំងម៉ូដក៏ខាងបងអូនអាច design បានតាមតម្រូវការរបស់បងបានដែរចាដូច្នេះប្រសិនបើបងមានតម្រូវការក្រែម៉ាស្សាមុខឬក៏ក្រែតរូបភ្នែកម៉ូដបែបនេះឬក៏ម៉ូដផ្សេងទៀតបងអាចកំងពីខាងសិប្បកម្មផ្លឹមច័ន្ទបានចាបងអាចកំងម៉ូដកំងខ្នាតកាត់តម្រូវទៅតាមទីតាំងនិងការ design ហាងរបស់បងបានចាបងក៏អាចពិភាក្សាជាមួយជាងខាងបងបានដែរចាហើយព័ត៌មានបន្ថែមបងអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ Telegram ឬក៏អញ្ជើញមកដល់ទីតាំងផ្ទាល់ក៏បានដែរហើយបងអាចឆាតចូល page ផ្ទាល់របស់សិប្បកម្មផ្លឹមច័ន្ទបានអរគុណច្រើនជម្រាបលា